Và bằng cam thân trớ bằngการគុណភាពដីដំណាំបានផលច្រើនការបង្កើនគុណភាពដីមានសារៈសំខាន់នៅក្នុងការធានាធ្វើឲ្យដីមានជីវជាតិគ្រប់គ្រាន់ដើម្បីការដាំដុះដំណាំផ្សេងៗទទួលបានផលល្អគប់ប្រសើរជាទូទៅមានវិធីច្រើនដើម្បីសម្រេចគោលដៅនេះក្នុងនោះវិធីមួយគឺការប្រើប្រាស់អង្កាមតើអង្កាមជួយដល់គុណភាពដីបែបណាខ្លះទី1បង្កើនជីវជាតិដីអង្កាមពោរពេញទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជួយឲ្យប្រព័ន្ធស្រទាប់ដីមានសុខភាពល្អប្រសើរនិងជួយឲ្យដំណាំលូតលាស់បានល្អទី2រក្សានិងបង្កើនសំណើមដីអង្កាមជួយរក្សានិងបង្កើនសារធាតុទឹកក្នុងដីធ្វើឲ្យដីមានជីវជាតិល្អការពារគុណភាពដីតាមបែបធម្មជាតិអង្កាមមិនសូវសម្បូរជាតិគីមីហើយការពារនិងបង្កើនគុណភាពដីបានតាមបែបធម្មជាតិនិងកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាននិងសុខភាពអ្នកបរិភោគខាងក្រោមនេះជាវិធីងាយៗមួយចំនួនដែលកសិករយើងគួរពិចារណាអនុវត្តដើម្បីបង្កើនគុណភាពដីតាមរយៈការប្រើប្រាស់អង្កាមទី1ក្នុងករណីចង់បង្កើនសុខភាពដីគួរលាយអង្កាមជាមួយជីកំប៉ុស្តឬច្បល់ជាមួយដីដើម្បីបង្កើនជីវជាតិធ្វើឲ្យដីមានគុណភាពកាន់តែប្រសើរទី2ក្នុងករណីចង់បង្កើនជាតិសំណើមឲ្យដីគួរបាញ់អង្កាមឲ្យបានច្រើនលើគម្របដីដែលមានសភាពស្ងួតដោយអង្កាមជួយទាញនិងស៊ើបយកជាតិទឹកបានល្អធ្វើឲ្យដីមានសំណើមជាងមុនទី3ក្នុងករណីចង់បង្កើនសារធាតុចិញ្ចឹមក្នុងដីគួរលាយអង្កាមជាមួយដីហើយច្បល់ឲ្យសព្វដោយការធ្វើបែបនេះធ្វើឲ្យអង្កាមបញ្ចេញសារធាតុចិញ្ចឹមផ្សេងៗជួយដីឲ្យកាន់តែមានជីវជាតិដែលនាំឲ្យមានអំណោយផលដល់ការដាំដុះបើបងប្អូនមានបទពិសោធន៍ប្រើប្រាស់អង្កាមនិងចង់ចែករំលែកបទពិសោធន៍ជាមួយកសិសូមផ្ញើសារចូលប្រអប់សាររបស់ Facebook របស់កសិពួកយើង